គណៈបកប្រឆាំងស្នើឲ្យតំណាងមូលនិធិកូហ្វីអាណនអន្តរាគមន៍ស្ថានភាពនយោបាយដែលគណៈបកនេះហៅថាកំពុងអាប់អួរសហគមន៍ពលរដ្ឋថ្មគោលជួបជុំគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅក្នុងសហគមន៍គណៈបកយុត្តិធម៌ជាតិខ្មែរស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រឲ្យដោះលែងអ្នកជាប់ឃុំក្នុងរឿងនយោបាយតំណាងពលរដ្ឋមានទំនាស់ដីធ្លី2នាក់ចូលបំភ្លឺតាមដីកាកោះរបស់សាលាដំបងខេត្តបាត់ដំបងនិងព័ត៌មានដទៃទៀតពីទូរទស្សន៍អាស៊ីសេរីសម្រាប់ថ្ងៃច័ន្ទទី23ខែឧសភាឆ្នាំ2016បាទពីរដ្ឋធានី Washington ខ្ញុំបាទជួនច័ន្ទបុតស៊ូមជម្រាបសួរលោកអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីយើងខ្ញុំសូមស្វាគមន៍លោកអ្នកនាងក្នុងកម្មវិធីផ្សាយទូរទស្សន៍អាស៊ីសេរីបាទជាបន្តទៅទៀតនេះខ្ញុំបាទសូមជូនព័ត៌មានពិស្ដាបាទលោកអ្នកនាងជាទីមេត្រីថ្ងៃនេះវិទ្យុអាស៊ីសេរីបានឈានចូលក្នុងដំណាក់កាលវិវត្តថ្មីមួយទៀតគឺយើងចាប់ផ្ដើមផ្សាយកម្មវិធីទូរទស្សន៍ផ្ទាល់លើបណ្ដាញសង្គម Facebook ជាផ្លូវការការផ្សាយសាកល្បងតាមរយៈបណ្ដាញសង្គម Facebook កាលពីចុងសប្ដាហ៍មុនទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អស់លោកអ្នកនាងបច្ចេកវិទ្យាអាចជួយយើងឲ្យផ្ដល់ព័ត៌មានជាសំឡេងនិងរូបភាពបានឆាប់រហ័សនិងគ្មានការរារាំងលោកអ្នកនាងអាចចូលទៅកាន់គេហទំព័ររបស់វិទ្យុអាស៊ីសេរីលើបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន RFA Cambodia ដើម្បីទស្សនាការផ្សាយផ្ទាល់នេះចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រចាប់ពីម៉ោង 7 ដល់ម៉ោង 7 កន្លះយើងទាំងអស់គ្នាដែលធ្វើការនៅវិទ្យុនិងទូរទស្សន៍អាស៊ីសេរីខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនជាអ្នករាយការណ៍យកព័ត៌មានដោយគោរពនៅក្រមសីលធម៌និងវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនដើម្បីបម្រើសាធារណជនសច្ចភាពនិងប្រជាធិបតេយ្យយើងជឿជាក់ថាការជួយផ្សព្វផ្សាយផ្ដល់ដំណឹងពិតនិងមានប្រយោជន៍អាចរួមចំណែកជួយប្រជាជាតិកម្ពុជាឲ្យមានការផ្លាស់ប្ដូរក្នុងជីវភាពរស់នៅនិងមានការអភិវឌ្ឍដ៏ត្រឹមត្រូវមួយខ្ញុំបាទជំនួសមុខឲ្យក្រុមការងារទាំងអស់នៃវិទ្យុនិងទូរទស្សន៍អាស៊ីសេរីសូមអរគុណលោកអ្នកនាងជាថ្មីម្ដងទៀតដែលបានរួមដំណើរជាមួយយើងក្នុងការផ្សព្វផ្សាយនិងទទួលព័ត៌មានប្រកបដោយជោគជ័យក្នុងរយៈកាលជិត20ឆ្នាំកន្លងមកនេះបាទលោកអ្នកនាងជាទីមេត្រីគណៈបកយុត្តិធម៌ជាតិខ្មែរនៅថ្ងៃទី23ឧសភានេះបានដាក់ថ្វាយលិខិតទៅព្រះមហាក្សត្រស្នើសុំព្រះរាជអន្តរាគមន៍ក្នុងការផ្សះផ្សាជាតិដើម្បីឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស4រូបមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត1រូបនិងសកម្មជននយោបាយដទៃទៀតដែលកំពុងជាប់ឃុំកញ្ញាជ័យមេជូមានសេចក្តីរាយការណ៍ព័ត៌មាននេះពីភ្នំពេញក្នុងលិខិតថ្វាយព្រះបាទបរមនាថនរោត្តមសីហមុនីចុះថ្ងៃទី23ឧសភាប្រធានគណៈបកយុត្តិធម៌ជាតិខ្មែរលោកបណ្ឌិតហៀងរិទ្ធីស្នើសុំឲ្យព្រះមហាក្សត្រមានព្រះរាជតម្រិះក្នុងការផ្សះផ្សាជាតិដើម្បីឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្ស4រូបមន្ត្រីកោជប1រូបនិងសកម្មជនគណៈបកសង្គ្រោះជាតិដែលកំពុងជាប់ឃុំលោកបណ្ឌិតហៀងរិទ្ធីលើកឡើងថាអ្នកដែលជាប់ឃុំទាំងនោះបានក្លាយជាជនរងគ្រោះនៃចំនួននយោបាយដ៏រ៉ាំរ៉ៃរវាងគណៈបកកាន់អំណាចនិងគណៈបកប្រឆាំងហើយទាមទារឲ្យមានព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រប្រសិនបើទុកជំងឺរ៉ាំរ៉ៃនេះឲ្យវាកាន់តែរ៉ាំរ៉ៃតទៅទៀតជាពិសេសគណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិចេះតែងទាំងមានដំណោះគ្នាមិនចេះអស់មិនចេះហើយខ្ញុំឃើញថាអ្នកដែលវេទនាគឺកូនខ្មែរឥឡូវនេះកូនខ្មែរណាគឺទាំងពីសកម្មជនសិទ្ធិមនុស្សទាំងពីអគ្គលេខាធិការរងកោជបទាំងអ្នកនយោបាយតំណាងរាស្ត្រអីហ្នឹងគេថាជាប់គុកដោយសារអីដោយសារតែព្រៀបបានតម្រៃជុលគ្នាងាប់តែសមោចងា លោកហៀងរិទ្ធីយល់ថាព្រះមហាក្សត្រមានព្រះរាជអំណាចគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះបន្ទាប់ពីសកម្មជនសិទ្ធិមនុស្សជាច្រើនអ្នកត្រូវបានចោទប្រកាន់និងឃុំខ្លួនក្នុងសំណុំរឿងដែលសង្គមស៊ីវិលជាតិនិងអន្តរជាតិផ្នែកសិទ្ធិមនុស្សចាត់ទុកថាជារឿងនយោបាយនោះគណៈបកនយោបាយមួយចំនួនបានស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រជាបន្តបន្ទាប់ក៏ប៉ុន្តែអ្នកតាមដានស្ថានភាពនយោបាយលោកអ៊ូវីរៈយល់ថាការសម្រេចដោះលែងសកម្មជនដែលជាប់ឃុំទាំងនោះនៅតែស្ថិតក្រោមឥទ្ធិពលរបស់គណៈបកកាន់អំណាចទោះយ៉ាងណាក៏ដោយលោកអ៊ូវីរៈសាទរចំពោះមេដឹកនាំគណៈបកនយោបាយផ្សេងៗដែលមានសម្លេងតែមួយក្នុងការទាមទារឲ្យមានការដោះលែងសកម្មជនដែលជាប់ឃុំទាំងនោះយោងតាមច្បាប់កម្ពុជាព្រះមហាក្សត្រទ្រង់មិនចាំបាច់មានការស្នើសុំឲ្យមានការលើកលែងណាមួយពីបុគ្គលណាឡើយមាត្រា27នៃរដ្ឋធម្មនុញ្ញចែងថាព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោសនិងលើកលែងទោសនាងខ្ញុំជ័យមេងជូទូរទស្សន៍អាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញ
បាទលោកនាងជាទីមេត្រីមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជួបជុំជាមួយនឹងគណៈប្រតិភូនៃមូលនិធិ Kofi Annan ដឹកនាំដោយនាយកប្រតិបត្តិលោក Alan Dos នៅព្រឹកថ្ងៃទី23ឧសភានីតិស្តីការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកគួយប៊ុនរឿនមានប្រសាសន៍ថាគោជបបានជួបគណៈប្រតិភូមូលនិធិ Kofi Annan នេះមានរបៀបវារៈ3ជាសំខាន់បាទទី1គឺជជែកពីការងារបោះឆ្នោតទី2ជជែកអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជានិងទី3ជជែកអំពីការងារបសន្តិសុខបោះឆ្នោតលោកបញ្ជាក់ថាគោជបក៏ស្វែងយល់ពីមូលនិធិ Kofi Annan នេះដើម្បីយកជាបទពិសោធន៍ដែលមូលនិធិនេះបានជួយក្នុងកិច្ចការបោះឆ្នោតនៅក្នុងប្រទេសមួយចំនួនដែលដំណើរការទៅបានល្អដោយសេរីនិងអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យបាទលោកនាងជាទីមេត្រីតំណាងមូលនិធិ Kofi Annan ក៏បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នារវាងស្ថាប័នកោជបនៅព្រឹកនិងពេលរសៀលជួបជាមួយគណៈបកប្រឆាំងនៅក្នុងជំនួបជាមួយគណៈបកប្រឆាំងគណៈបកប្រឆាំងក៏បានស្នើឲ្យមូលនិធិ Kofi Annan ជួយសម្រួលនិងអន្តរាគមន៍ស្ថានភាពនយោបាយដែលគណៈបកប្រឆាំងចាត់ទុកថាកំពុងមានបរិយាកាសអាប់អួរបាទជាបន្តទៅទៀតនេះយើងនឹងមានកិច្ចសម្ភាសន៍មួយផ្ទាល់ជាមួយលោកមុំមនីរតអ្នករាយការណ៍ព័ត៌មានរបស់យើងពីក្រុងភ្នំពេញបាទសូមជម្រាបសួរមនីរតបាទអាឡូបាទជំរាបសួរលោកបាទលោកបានទៅរាយការណ៍អំពីជំនួបព្រឹកមិញនេះតើលទ្ធផលនៃជំនួបនឹងយ៉ាងម៉េចដែរបាទអរគុណពីព្រឹកមិញនេះបានន័យថាពីព្រឹកគឺថាគោជបបានជួបដោយលោកបានរាយការណ៍ឲ្យជួបជាមួយនឹងតំណាងមូលនិធិរបស់លោក Kofi Annan លោក Alan Dos ក៏ប៉ុន្តែរសៀលនេះដែលខ្ញុំបានទៅពេញមួយល្ងាចហ្នឹងឃើញថាតំណាងមូលនិធិ Kofi Annan បានសន្យានៅចំពោះមុខសមាជិកសភារបស់គណៈបកប្រឆាំងរួមទាំងប្រធានស្ដីទីគណៈបកប្រឆាំងគឺលោកកឹមសុខាផងហ្នឹងហើយសន្យាថានឹងសម្របសម្រួលបញ្ហានយោបាយហើយជាពិសេសហ្នឹងគឺថាស្វែងយល់ពីបញ្ហាកំពុងប្រឈមក្នុងពេលបច្ចុប្បន្នហ្នឹងរួមមានសមាជិកគោជបដែលត្រូវបានជាប់បណ្ដឹងតាមផ្លូវតុលាការហើយនឹងមន្ត្រីគោជបមួយរូបទៀតរួមមានលោករងឈុនផងហ្នឹងទាំងនេះហើយគឺជាអ្វីដែលមូលនិធិលោក Kofi Annan ស្វែងយល់ហើយជាពិសេសហ្នឹងគឺថាចាប់ពីពេលនេះតទៅមុខមុនដំណើរការនៃការបោះឆ្នោតនឹងមូលនិធិលោក Kofi Annan នឹងស្វែងរកការជួបជជែកចរចាជាមួយគ្រប់ភាគីទាំងគណៈបកប្រឆាំងទាំងគណៈបកកណ្ដាលអំណាចហើយទាំងភាគីកោជបផ្ទាល់នឹងដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនៃការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលជាង1ឆ្នាំទៀតសម្រាប់ការបោះឆ្នោតគុំសង្កាត់នេះប្រព្រឹត្តទៅដោយអាចជឿទុកចិត្តបានហើយនឹងកសាងទំនុកចិត្តពីម្ចាស់ឆ្នោតថានេះផងហើយលោកលើកតាមរយៈការជួបចរចានឹងបតែលថាបញ្ហាប្រឈមទាំងឡាយនៅលើពិភពលោកនេះចំពោះមូលនិធិ Kofi Annan នឹងក៏បានធ្វើកិច្ចការជោគជ័យមួយចំនួនរួចមកហើយជាពិសេសគឺបណ្ដាប្រទេសដែលមានការរឹតបន្តឹងសិទ្ធិសេរីភាពនិងការប្រព្រឹត្តទៅនៃការបោះឆ្នោតនឹងគឺថាមានភាពតឹងតែងតែយ៉ាងណាក៏មូលនិធិនេះបានជំរុញឲ្យភាគីពាក់ព័ន្ធនឹងគឺថាដំណើរការទៅក្នុងស្ថានភាពអាចមើលមុខគ្នាបានហើយទីបំផុតទៅគឺថាការចរចានយោបាយនឹងគឺថាមានភាពរលូនអញ្ចឹងក្នុងបរិយាកាសនយោបាយនៅកម្ពុជាពេលនេះលោក Alan Dos ដែលបានសន្យាចំពោះមុខសមាជិកបកប្រឆាំងនឹងក៏នឹងប្រឹងប្រែងរកច្រកចេញសម្រាប់បរិយាកាសនយោបាយដែលកំពុងមានស្ថានភាពអាប់អួរនៅក្នុងពេលនេះលោកបាទលោកបានរាយការណ៍ថាពីព្រឹកនឹងជួបខាងតំណាងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយល្ងាចឡើងជួបជាមួយគណៈបកប្រឆាំងតើតំណាងមូលនិធិ Kofi Annan នឹងអាចនឹងជួបខាងតំណាងគណៈបកប្រជាជនកម្ពុជាឬមួយក៏ជួបជាមួយនឹងតំណាងរដ្ឋាភិបាលដែរទេយើងព្យាយាមសួរលោកដែរក៏ប៉ុន្តែដោយសារតែពេលវេលានៃការផ្ដល់មកឲ្យអ្នកកសែតនឹងពេលខ្លីណាសម្រាប់លោក Alan Dos នឹងគឺថាគាត់ឆ្លើយក្នុងរយៈពេលខ្លីមែនទែនដែលយើងមិនអាចសួរគាត់បានថាគាត់នឹងជួបតំណាងភាគីរដ្ឋាភិបាលដែរយ៉ាងម៉េចក៏ប៉ុន្តែនៅពេលដែលធ្វើសន្និសីទកសែតកាលពីល្ងាចនេះខ្ញុំបានសួរទៅកាន់សមាជិកសភាគណៈបកប្រឆាំងហើយគាត់ឆ្លើយថា
ចំពោះសំណើនឹងការយល់ឃើញបរិយាកាសនយោបាយនៅពេលនេះតំណាងមូលនិធិកូហ្វីអាណាន់ក៏នឹងប្រមូលព័ត៌មានទាំងអស់មុននឹងវាយតម្លៃថាតើគេនឹងត្រូវរកមធ្យោបាយយ៉ាងម៉េចក្នុងការទម្លាយភាពជាប់គាំងនេះហើយដូច្នេះបានសេចក្តីថាការជួបនៅពេលនេះមួយជ្រុងតំណាងពិសេសហ្នឹងតំណាងមូលនិធិនេះក៏គ្រូនឹងជួបខាងតំណាងរដ្ឋាភិបាលផងដែរអញ្ចឹងតាមយើងនឹងតាមដានបន្តទៀតចាប់ពីពេលនេះទៅស្អែកគឺក៏បញ្ចប់ពីការកម្មរបស់គាត់តើគាត់នឹងជួបជជែកជាមួយខាងភាគីរដ្ឋាភិបាលដែរឬយ៉ាងណាបាទអញ្ចឹងមកទស្សនកិច្ចនឹងស្អែកចប់ហើយមកដល់នឹងពេលនេះថាតើតំណាងមូលនិធិកូហ្វីអាណាន់នឹងមើលឃើញស្ថានភាពនយោបាយនៅប្រទេសកម្ពុជាយ៉ាងម៉េចដែររូបរាយការណ៍ពីដំបូងថាខាងគណៈបកប្រចាំងថាសូមឲ្យជួយដោះស្រាយផងគឺចំពោះបរិយាកាសដែលគណៈបកប្រចាំងចាត់ថាកំពុងតែមានភាពអាប់អួរនេះតើគាត់ឃើញថាអាប់អួរនឹងដែរឬទេចំណុចនេះគាត់មិនបានឆ្លើយទាល់សោះចំពោះអ្នកតែក៏ប៉ុន្តែតាមរយៈមន្ត្រីនាំពាក្យបកប្រឆាំងឆ្លើយថាគាត់នឹងយកទៅពិចារណាហើយសង្យោគនៅពេលដែលប្រមូលព័ត៌មានបានសពគ្រប់ជ្រុងជ្រោយអំពីទស្សនវិជ្ជាទូទៅនៅក្នុងពេលបច្ចុប្បន្ននេះជាពិសេសគឺផ្ដោតសំខាន់នៅរឿងកោជបនឹងតែម្ដងប៉ុន្តែតាមដឹងបើទោះជាចង់មិនចង់ក៏ការសន្និដ្ឋានអាចទំនងជាគាត់គិតថាបរិយាកាសនឹងក៏វាមិនល្អប្រហែលដែរពីព្រោះថាស្ថានភាពពេលនេះគាត់អះអាងថាគាត់នឹងត្រូវស្វែងរកមធ្យោបាយមួយដើម្បីឲ្យបរិយាកាសនៃការបោះឆ្នោតខាងមុខនឹងជឿទុកចិត្តបានហើយប្រព្រឹត្តទៅដោយតម្លាភាពនិងយុត្តិធម៌លោកបាទសូមអរគុណលោកមនីរតតែត្រឹមនេះបាទសូមជម្រាបលាអរគុណសូមជម្រាបលាបាទលោកនាងជាទីមេត្រីសមត្ថកិច្ចរដ្ឋាភិបាលនៅរសៀលថ្ងៃទី23ឧសភានេះបានរៀបរៀងការជួបជុំរបស់សហគមន៍មិនឲ្យធ្វើពិធីយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដើម្បីទាមទារឲ្យតុលាការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សនិងមន្ត្រីកោជបដែលកំពុងជាប់ឃុំបាទនេះគឺជាសប្តាហ៍ទី3ហើយនៃយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅហើយក៏ជាសប្តាហ៍ទី3ដែរដែលសមត្ថកិច្ចរដ្ឋាភិបាលរៀបរៀងមិនឲ្យពលរដ្ឋធ្វើយុទ្ធនាការនេះបាទដែលយកព័ត៌មានរបស់យើងលោកកិត្យាដែលកំពុងតែស្ថិតនៅសហគមន៍បឹងកក់មានសេចក្តីរាយការណ៍ផ្ទាល់តាមទូរស័ព្ទដូចតទៅបាទជំរាបសួរកិត្យាបាទអាឡូបាទទទួលបានទេលោកជនបតបាទទទួលបានលោកតើពេលនេះកំពុងឈរជើងនៅណាលោកកិត្យាបាទខ្ញុំកំពុងតែស្ថិតនៅឯតំបន់បឹងកក់ដែលជាទីដែលប្រជាពលរដ្ឋសហគមន៍តំបន់បឹងកក់កំពុងតែប្រារព្ធពិធីទាមទារមានការដោះលែងមន្ត្រីសិទ្ធិមនុស្សអាត60និងមន្ត្រីកោជបនោះបាទប្រារព្ធយ៉ាងម៉េចដែរប្រារព្ធនឹងបាទដោយយើងដឹងហើយថាឲ្យទៅដល់ថ្ងៃច័ន្ទគឺប្រជាពលរដ្ឋរងគ្រោះដីធ្លីនិងអង្គការសង្គមស៊ីវិលតែងតែប្រារព្ធថ្ងៃច័ន្ទពណ៌ខ្មៅដោយមានសម្លៀកបំពាក់ពណ៌ខ្មៅក៏ប៉ុន្តែថ្ងៃនេះដូចលោកបានឃើញហើយនៅខាងក្រោយខ្ញុំនេះគឺថាប្រជាពលរដ្ឋនៅតំបន់បឹងកក់កំពុងតែរៀបចំពិធីមានពិធីថ្មីមួយទៀតគឺថាពួកគាត់បានជួបជុំគ្នានិងមានពាក្យបូហើយដោយមានការរៀបចំឲ្យទៀននិងការជួបផងដោយមានចេញទម្រង់ជាអក្សរថា free HRD ដែលមានថា Human Rights Defender គឺមានន័យថាសូមឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាត60មន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំឃាំងនោះឲ្យមានសេរីភាពឡើងវិញបាទហើយល្ងាចមិញនេះសូមបញ្ជាក់ថានៅពេលដែលប្រជាពលរដ្ឋបានរៀបចំដុតទៀននិងរៀបចំផ្កាឈូកឲ្យคล้ายទៅជាអក្សរដែលបង្ហាញនឹងទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សនោះគឺខាងសាលាខណ្ឌដូនពេញមានសន្តិសុខរាប់សិបនាក់បានចូលមកទាត់នឹងដណ្ដើមឬក៏ឈូសឆាយយកជើងឈូសអាទៀននឹងការឈូសដែលពួកគាត់រៀបចំជាអក្សរនោះហើយនឹងដណ្ដើមស្គរពីពួកគាត់ផងហើយពីខាងណាដែលឈូសទៀនដែលរៀបចំជាអក្សរនៅពីខាងប៉ូលីសឬមួយពីខាងអាជ្ញាធរមូលដ្ឋានបាទគឺអាជ្ញាធរខណ្ឌដូនពេញដែលមានសន្តិសុខរាប់សិបនាក់និងមានកងកម្លាំងចម្រុះផ្សេងទៀតដែរដែលបានមកសន្ធប់ចូលមកឈូសឆាយទាត់ការឈូកដែលនឹងទៀនដែលពួកគាត់សរសេរនឹងឲ្យចេញជាអក្សរ Human Rights Defender គឺដោះលែងពួកមន្ត្រីសិទ្ធិមនុស្សនោះហើយក៏មានការប្រតែបន្តរុញច្រានគ្នាទៅវិញទៅមកក៏ប៉ុន្តែមិនមានការចាប់ខ្លួនមន្ត្រីអ្នកដែលពាក់អាវពណ៌ខ្មៅនោះទេគឺមានការដែលគាត់ធ្វើនឹងធ្វើតែនៅក្នុងសហគមន៍គាត់ទេមិនមែនជាការដើរហែកក្បួនតាមក្រុងឬមួយក៏ទៅទីលានប្រជាធិបតេយ្យអីទេឬមួយទៅគុកព្រៃសរអីទេ
បាទគឺពួកគាត់ធ្វើនៅនឹងកន្លែងនៅផ្ទះរបស់ពួកគាត់តែម្ដងគឺជួបជុំគ្នាធ្វើនៅផ្ទះតែរបស់គាត់មិនបានដង្ហែក្បួនទៅជួបជុំនៅកន្លែងណាផ្សេងទេមិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេក៏ប៉ុន្តែយ៉ាងណាក៏ដោយពួកគាត់ខាងអាជ្ញាធរដែលមកបង្ក្រាបនោះថាមិនឲ្យធ្វើទេដោយសារតែចាត់ទុកថាជាបដិវត្តពណ៌ខ្មៅហើយខាងសាលាក្រុងភ្នំពេញបានចេញបំរាមហើយគឺត្រូវតែបំបែកមិនឲ្យធ្វើទេទោះបីជាយ៉ាងណាក៏ដោយពេលដែលអាជ្ញាធរខណ្ឌដូនពេញបានដកខ្លួនចេញទៅវិញប៉ុន្តែមិនដកចេញឆ្ងាយទេគឺមកដល់ពេលនេះគឺខាងអាជ្ញាធរខណ្ឌដូនពេញនៅតែពង្រាយនៅខាងវិហារអ៊ីស្លាមដែលមិនឆ្ងាយពីប្រមាណពីកន្លែងក្រុមអ្នកភូមិបង្កក់ដែលកំពុងតែប្ររពនេះទេប៉ុន្តែទោះបីជាយ៉ាងណាពួកគាត់នៅតែប្ររពពិធីនេះបានដដែលគឺក្រោយពីដែលខាងកងកម្លាំងដកចេញទៅពួកគាត់បានអុជទីនធូបនិងជួបជុំគ្នាដោយមានការស្រែកច្រៀងដង្ហោយរោគយុត្តិធម៌និងរៀបរាប់ពីទុកលំបាករបស់ក្រុមគ្រួសាររបស់មន្ត្រីសិទ្ធិមនុស្សអាត60និងមន្ត្រីកោជបដែលកំពុងតែរងចាំទាំងក្តីអាឡោះអាល័យឲ្យគ្រួសាររបស់ពួកគាត់ចាក់ចេញពីមន្ទីរឃុំឃាំងមកវិញពីព្រោះថាការចាប់ឃុំឃាំងមន្ត្រីអាត60និងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីកោជបនោះគឺជារឿងអយុត្តិធម៌សម្រាប់ក្រុមអ្នកអាវពណ៌ខ្មៅហើយពួកគាត់ក៏បានរិះគន់ខ្លាំងដែរចំពោះចំណាត់ការរបស់អាជ្ញាធរនៅពេលនេះហើយពួកគាត់ក៏បានផ្ញើសារទៅកាន់រដ្ឋាភិបាលថាការរៀបចំនេះគឺគ្រាន់តែជាការសម្ដែងមតិនិងជាការសម្ដែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលមិនមែនជាបដិវត្តពណ៌ទេហើយម្យ៉ាងទៅពួកគាត់ក៏មិនស្គាល់អ្វីថាជាពាក្យបដិវត្តពណ៌ដែរសូមគម្រាបពណ៌របស់ពួកគាត់អីបាទក្រៅតែពីសហគមន៍បឹងកក់ផ្ទាល់នៅដែលមានអ្នកពីក្រៅមកចូលរួមដែរទេនៅក្នុងបឹងកក់ព្រឹកនេះថ្ងៃនេះយប់នេះបាទនៅយប់នេះគឺមានមនុស្សខ្លះចូលរួមច្រើនដែរដូចជាខាងអ្នករត់ម៉ូតូដប់ខ្លះក៏មានយុវជនហើយជាពិសេសគឺជាពលរដ្ឋដែលរស់នៅក្នុងតំបន់បឹងកក់តែម្ដងគឺពួកគាត់មកចូលរួមច្រើនហើយនៅពេលដែលពួកគាត់ឃើញសកម្មភាពអាជ្ញាធរដែលចូលមកបំបែកពួកគាត់នឹងរឹតតែធ្វើឲ្យអារម្មណ៍ពួកគាត់នឹងចង់ចូលរួមកាន់តែខ្លាំងថែមទៀតបាទហើយឥឡូវពេលនេះពួកគាត់បានបំបែកគ្នាទៅលំនៅឋានរៀងខ្លួនវិញហើយបន្ទាប់ពីជួបជុំស្រែកច្រៀងនិងស្រែកឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងអស់នោះមកវិញបាទអញ្ចឹងជាសរុបទៅពេលយប់ថ្មនឹងនៅសល់ប្រមាណអ្នកដែរនៅតំបន់បឹងកក់នឹងតាមស្មាននៅលឺសូសំឡេងអ៊ូអនៅឡើយបាទគឺមកដល់ពេលនេះនៅសល់តែ 4-5 នាក់ទេនៅខាងក្រោយខ្ញុំនេះដែលពួកគាត់នៅតែជជែកគ្នាទេហើយពួកគាត់បានដកខ្លួនទៅវិញហើយក៏ប៉ុន្តែពួកគាត់សន្យាថានៅថ្ងៃច័ន្ទសប្តាហ៍ក្រោយពួកគាត់នឹងនៅតែបន្តទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សអាត60ទាំង4រូបនិងមន្ត្រីកោជបដែលពួកគាត់មិនបោះបង់ចោលពីព្រោះអ្វីដែលថាធ្វើនេះមិនមែនប្រឆាំងរដ្ឋាភិបាលទេហើយក៏មិនបានស្អប់រដ្ឋាភិបាលដែរក៏ប៉ុន្តែសូមឲ្យរដ្ឋាភិបាលកុំចាត់ទុកពួកគាត់ជាសត្រូវអីឲ្យចាត់ទុកឲ្យនឹងយកពួកគាត់នឹងយកអ្វីដែលពួកគាត់ទាមទារនឹងទៅដោះស្រាយពិចារណាដោះស្រាយសម្រាប់ពួកគាត់បាទបញ្ជាក់ឡើងវិញខ្ញុំបានកាត់កិច្ចការពីមុននឹងតិចដូច្នេះថ្ងៃនេះអត់មានការប៉ះទង្គិចធំដុំអត់មានរបួសឬមួយអត់មានខាត់ខ្លួនអីទេមិនអញ្ចឹងណាបាទល្ងាចមិញហ្នឹងគឺអត់មានទេគ្រាន់តែថាខាងកងកម្លាំងសន្តិសុខនឹងរាប់សិបនាក់បានចូលមកសន្ធប់ហ្នឹងបានមកចូលឈូសទាត់អីហ្នឹងប៉ុន្តែរុញច្រានគ្នាតិចតួចមិនបានបណ្ដាលឲ្យមាននរណាម្នាក់របួសឬក៏ចាប់ខ្លួនទេក៏ប៉ុន្តែបណ្ដាលឲ្យមានសម្លេងយំស្រែកពីដូចថាពួកគាត់អាក់អន់សពុនចិត្តនៅពេលដែលពួកគាត់ធ្វើនៅទីលំនៅឋានរបស់ពួកគាត់សោះបែរជាត្រូវបានអាជ្ញាធរមករារាំងទៀតតើឲ្យពួកគាត់ទៅធ្វើទៅកន្លែងណាសម្ដែងមតិកន្លែងណាហាក់ដូចជាកាន់តែរឹតបន្តឹងសិទ្ធិសេរីភាពពួកគាត់កាន់តែខ្លាំងឡើងបាទអញ្ចឹងអរគុណឯលោកកិត្យាសូមអរគុណចំពោះការរាយការណ៍ផ្ទាល់ពីសហគមន៍បឹងកក់នារីត្រីនេះបាទសូមជម្រាបលាសូមជម្រាបលាលោកជនញ៉ាំបាទលោកនាងជាទីមេត្រីពលរដ្ឋមួយចំនួននៅក្នុងសហគមន៍ដទៃទៀតគឺសហគមន៍ថ្មគោលឬហៅតាមភាសាអង់គ្លេសថាសហគមន៍ SOS ដែលស្ថិតនៅខណ្ឌពូសែនជ័យនៅថ្ងៃទី23ឧសភានេះដែរក៏បានជួបជុំគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់ទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីអង្គការសមាគមសិទ្ធិមនុស្សអាត់ហុកនិងអគ្គលេខាធិការគណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលបូកសរុបទៅគឺ5នាក់ដែលឥតលក្ខខណ្ឌស្ត្រីម្នាក់ក្នុងចំណោមពលរដ្ឋអ្នកស្លៀកពាក់ខ្មៅគឺលោកស្រីច្រៃនីមថ្លែងប្រាប់អ្នកសារព័ត៌មានថាពួកគាត់ស្នើរដ្ឋាភិបាលពិចារណាឡើងវិញហើយដោះលែងមន្ត្រីទាំង5រូបជាបន្ទាន់អ្នកស្រីបន្តថាពលរដ្ឋនៅក្នុងសហគមន៍មានការខកចិត្តចំពោះការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិលដែលតែងផ្ដល់ជំនួយមនុស្សធម៌និងជំនួយផ្លូវច្បាប់ដល់ពួកគាត់អះអាងថាពួកគាត់មិនភ័យខ្លាចចំពោះការរារាំងណាមួយឬការចាប់ខ្លួននោះទេកងកម្លាំងសមត្ថកិច្ច
ប្រមាណជាង10នាក់ដាក់ពង្រាយនិងឃ្លាំមើលនៅតាមច្រកចូលសហគមន៍ក្រុមពលរដ្ឋចំនួនដីធ្លីនៅក្បែរប្រលានយន្តហោះអន្តរជាតិភ្នំពេញឬសហគមន៍ SOS ក្រោយពីបានលើកបដាទាមទាររដ្ឋាភិបាលដោះលែងមន្ត្រីទាំង5រូបនិងថ្លែងប្រាប់អ្នកសារព័ត៌មានរួចពួកគេក៏បានបំបែកគ្នាទៅលំនៅឋានរៀងៗខ្លួនវិញទៅបាទនៅឯខេត្តបាត់ដំបងឯនោះវិញតំណាងពលរដ្ឋ2រូបដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសួនមានសម្បត្តិនៅស្រុកភ្នំព្រឹកនៅថ្ងៃទី23ឧសភាបានចូលខ្លួនបំភ្លឺតាមដីការបស់តុលាការតំណាងអัยការសាលាដំបងខេត្តពាក់ព័ន្ធនឹងការចោទប្រកាន់រឿងញុះញង់និងរំលោភដីក្រុមហ៊ុនដោយខុសច្បាប់លោកហ៊ុំចម្រើនមានសេចក្តីរាយការណ៍ព័ត៌មាននេះពីខេត្តបាត់ដំបងពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកភ្នំព្រឹកជាង30នាក់បានលើកគ្នាទៅគាំទ្រតំណាងរបស់ខ្លួននៅមុខសាលាដំបងខេត្តបាត់ដំបងនិងស្នើឲ្យតុលាការទម្លាក់ការចោទប្រកាន់ព្រមទាំងដោះស្រាយដីរបស់ពួកគាត់ឲ្យបានឆាប់រហ័សតំណាងពលរដ្ឋម្នាក់រស់នៅភូមិភ្នំ7ឃុំបួស្រុកភ្នំព្រឹកគឺអ្នកស្រីប៉ាតហៀងថ្លែងថាមូលហេតុដែលលើកគ្នាមកគាំទ្រតំណាង2រូបចូលបំភ្លឺនៅសាលាដំបងខេត្តដោយសារព្រួយបារម្ភក្រែងសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារអ្នកស្រីអះអាងថាតំណាងទាំង2នាក់ពុំបានទៅរំលោភដីរបស់ក្រុមហ៊ុនសួនមានសម្បត្តិដោយការចោទប្រកាន់នោះទេផ្ទុយទៅវិញគឺខាងក្រុមហ៊ុនបានរំលោភយកដីរបស់ពួកគាត់ចំនួនជាង140ហិកតានៅឃុំបួស្រុកភ្នំព្រឹកធ្វើឲ្យពួកគាត់ចំនួន39គ្រួសារគ្មានដីដាំដុះតាំងពីឆ្នាំ2011មកជួយដោះស្រាយគឺខ្ញុំផងកុំឲ្យថានាងខ្ញុំពួកខាងខ្ញុំនេះរំលោភដីធ្លីខាងក្រុមហ៊ុនអត់មានទេកូនខ្ញុំមកតាំងពីកូនខ្ញុំនៅក្រហមនឹងងាររហូតដល់ខ្ញុំឡើងកូនខ្ញុំអាយុ10ឆ្នាំជាងហើយគាត់មកដល់គាត់ថាមកនៅចំណុចបោះស្អំហ្នឹងគាត់មកឈូសឆាយណាដីពួកខ្ញុំអត់មានពួកគាត់មកឈូសឆាយទេដីខ្ញុំស្អាតអស់មកដល់មានតែពួកគាត់ឈូសដីដបោកពួកខ្ញុំនឹងចោលកុំឲ្យពួកខ្ញុំនឹងស្គាល់ព្រំទូរទស្សន៍អាស៊ីសេរីពុំអាចតាក់ទងតំណាងក្រុមហ៊ុនសួនមានសម្បត្តិដើម្បីសូមអធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី23ឧសភានៃការកោះដែលចុះហត្ថលេខាដោយលោកគឺប៊ុនណារ៉ាតំណាងអัยការអមសាលាដំបងខេត្តបាត់ដំបងអញ្ជើញអ្នកស្រីសឿនស៊ីវ័នអាយុ40ឆ្នាំនិងលោកមាសណនអាយុ41ឆ្នាំអ្នកទាំងពីររស់នៅភូមិភ្នំ7ឃុំបួចូលបំភ្លឺនៅថ្ងៃទី23ឧសភាឆ្នាំ2016តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនសួនមានសម្បត្តិពាក់ព័ន្ធនឹងរឿងញុះញង់បំផុសបំផុលនិងរំលោភយកដីរបស់ក្រុមហ៊ុនមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តបាត់ដំបងលោកឌៀមមីងលីមានប្រសាសន៍ថាតុលាការគួរទម្លាក់ការចោទប្រកាន់មកលើពលរដ្ឋឲ្យបានឆាប់រហ័សពីព្រោះអ្នកស្រុកពុំបានទៅរំលោភយកដីរបស់ក្រុមហ៊ុនឡើយលោកក៏សម្គាល់ថាបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុនសួនមានសម្បត្តិដោយសារខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានជាពិសេសអាជ្ញាធរឃុំនិងស្រុកតែម្ដងខ្ញុំគិតថាកុំឲ្យបញ្ហានេះធ្លាក់ទៅលើស្រុកពេកព្រោះប្រជាពលរដ្ឋហាក់បីដូចជាអស់ជំនឿមិនសូវទុកចិត្តទៅនឹងអាជ្ញាធរមូលដ្ឋានឃុំស្រុកទេព្រោះគាត់បានជួបប្រទះបញ្ហានេះច្រើនហើយអញ្ចឹងខេត្តក៏បីរៀបនៅក្រុមគណៈកម្មការមួយដើម្បីចុះទៅពិនិត្យជាក់ស្ដែងហើយនិយាយសម្របសម្រួលជាមួយនឹងប្រជាពលរដ្ឋនៅអ្វីដែលគាត់ត្រូវការពិតប្រាកដហើយដើម្បីធ្វើម៉េចឲ្យមានដំណោះស្រាយឈ្នះទាំងអស់គ្នាជៀសវាងការប្រើយន្តការតុលាការដែលអាចឲ្យប្រជាពលរដ្ឋជាប់គុកជាប់ច្បាប់ឬក៏អាចរត់ចោលស្រុកបាទនេះមិនមែនជាយន្តការល្អទេបាទបន្ទាប់ពីពលរដ្ឋចូលទៅបំភ្លឺប្រមាណ1ម៉ោងមន្ត្រីតុលាការបានអនុញ្ញាតឲ្យតំណាងពលរដ្ឋទាំងពីររូបវិលត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី23ឧសភាដដែលទោះបីជាយ៉ាងណាខាងតុលាការពុំទាន់សម្រេចថានឹងកោះហៅប្រជាពលរដ្ឋមកបំភ្លឺសារជាថ្មីទៀតឬថាយ៉ាងណានៅឡើយខ្ញុំបាទហ៊ុំចម្រើនទូរទស្សន៍អាស៊ីសេរីពីខេត្តបាត់ដំបងលោកអ្នកនាងជាទីមេត្រីក្រៅពីស្ដាប់កម្មវិធីផ្សាយវិទ្យុអាស៊ីសេរីលោកអ្នកនាងក៏អាចទស្សនាវីដេអូនិងសេចក្តីរាយការណ៍ព្រមទាំងនាទីផ្សេងៗនៃកម្មវិធីផ្សាយរបស់យើងខ្ញុំដោយលោកអ្នកនាងចូលទៅកាន់គេហទំព័ររបស់វិទ្យុអាស៊ីសេរី www.rfa.org/khmer និង YouTube www.youtube.com/rfa khmer video ឬតាមបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa cambodia ចាសសូមអរគុណ
បាទលោកនាងជាទីមេត្រីព្រះករុណាព្រះមហាក្សត្រសម្ដេចព្រះនរោត្តមសីហមុនីទ្រង់ព្រះរាជប្រទានពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះទៅឲ្យអភិបាលខេត្តសៀមរាបលោកខឹមប៊ុនសុងធ្វើជាស្ដេចនាគពិធីច្រត់ព្រះនង្គ័លដែលជានិមិត្តរូបនៃរដូវធ្វើស្រែចម្ការបានមកដល់គ្រងប្រារព្ធនៅថ្ងៃអង្គារទី24ខែឧសភានៅទីលានប្រជុលដំរីក្នុងបរិវេណប្រាសាទអង្គរធំសូមអញ្ជើញលោកនាងទស្សនាសេចក្តីរាយការណ៍របស់លោកហងសាវយុទ្ធមន្ត្រីព្រះបរមរាជវាំងនិងអាជ្ញាធរខេត្តសៀមរាបប្រមាណជាង500នាក់ហាត់សមធ្វើត្រាប់តាមពិធីច្រត់ព្រះនង្គ័លប្រយោជន៍កុំឲ្យមានកំហុសឆ្គងនៅពេលដែលពិធីច្រត់ព្រះនង្គ័លមែនទែននឹងចាប់ផ្ដើមនៅថ្ងៃស្អែកទី24ខែឧសភាមន្ត្រីជាច្រើននៃខេត្តនេះមិនធ្លាប់បានចូលរួមពិធីនេះទេអភិបាលខេត្តសៀមរាបដែលដើរតួជាស្ដេចមារនៃពិធីច្រត់ព្រះនង្គ័លឆ្នាំនេះគឺលោកខឹមប៊ុនសុងមានប្រសាសន៍ថាលោកប្រឹងប្រែងហាត់សមពិធីច្រត់ព្រះនង្គ័លរយៈពេល3ថ្ងៃមកហើយដោយភរិយាធ្វើជាមេហួរផងនេះជាលើកដំបូងក្នុងជីវិតលោកមានមោទនភាពដោយព្រះមហាក្សត្រព្រះរាជទានឲ្យធ្វើជាស្ដេចមារនៃពិធីច្រត់ព្រះនង្គ័លឆ្នាំនេះលោកបញ្ជាក់ថាលោកនឹងប្រឹងប្រែងធ្វើឲ្យព្រះរាជពិធីនេះបានរលូនព្រមទាំងធ្វើឲ្យសន្តិសុខនៅក្នុងខេត្តបានល្អផងម្យ៉ាងថាមានការផិតភ័យក៏មានការភ័យខ្លះដែរក្នុងនាមជានរាជដែលត្រូវបានប្រទានឲ្យធ្វើជាស្ដេចមារនេះយើងបានធ្វើពិធីបួងសួងគ្រប់ព្រះអង្គដែលជាវត្ថុស័ក្តិសិទ្ធិថែរក្សាទឹកដីខេត្តសៀមរាបដោយមានព្រះអង្គជ័យព្រះអង្គចោមក្តីថែរក្សាបារមីគោវត្តក្តីយើងបានបួងសួងសុំសេចក្តីសុខក្តីចម្រើនហើយភោគផលដំណាំគ្រប់ទាំងអស់នៅក្នុងខេត្តសៀមរាបនេះឲ្យប្រជាជនទូទាំងប្រទេសកម្ពុជាទាំងមូលបានទទួលបានភោគផលសប្បាយរីករាយពិធីច្រត់ព្រះនង្គ័លគឺជាកាលវេលាមួយដែលកំណត់ប្រាប់ឲ្យកសិករទូទាំងប្រទេសដឹងថារដូវធ្វើស្រែចម្ការបានមកដល់ហើយបាគូរបស់ព្រះបរមរាជវាំងព្រះជ័យយាធិបតីកងកេនមានប្រសាសន៍ថាប្រពៃណីច្រត់ព្រះនង្គ័លនេះគឺជាពិធីដែលព្រះមហាក្សត្រគ្រប់ជំនាន់តែងប្រារព្ធធ្វើតាំងពីសម័យមហានគរមកម្ល៉េះពិធីនេះព្រះមហាក្សត្រធ្វើដោយទៀងទាត់ជារៀងរាល់ឆ្នាំគឺជាសញ្ញាមួយប្រាប់ឲ្យប្រជារាស្ត្រដឹងថារដូវធ្វើស្រែចម្ការបានមកដល់ហើយពេលណាដែលចាប់ផ្ដើមនៅពិធីច្រត់ព្រះនង្គ័លនេះគឺជាពិធីមួយដែលចាប់ផ្ដើមរដូវវត្តបមង្គលគឺជារដូវមួយដែលធ្វើស្រែធ្វើចម្ការហើយជាពិសេសប្រពៃណីកសិកររបស់ប្រជាជនខ្មែរយើងគាត់ទម្លាប់ធ្វើរបរស្រូវនេះគឺធំបំផុតសំខាន់ជាងគេមានយុវជនយុវនារីជាច្រើននៅក្នុងខេត្តសៀមរាបត្រូវបានគេជ្រើសរើសឲ្យធ្វើជាអ្នកហែហមមេហួរដែលដើរបាចគ្រាប់ស្រូវក្នុងពិធីនេះយុវតីម្នាក់គឺកញ្ញាមូលធីប្រាប់ថាការហាត់សមពេលខ្លះពិបាកក៏ប៉ុន្តែទោះជាយ៉ាងណាក៏នាងនឹងប្រឹងប្រែងពីព្រោះជាមោទនភាពបំផុតដែលនាងបានចូលរួមព្រះរាជពិធីបែបនេះក្នុងជីវិតមោទនភាពដែលបានចូលរួមផ្ទាល់គូបាទអ្នកខ្លះគ្នាចង់ឃើញដែរប៉ុន្តែគ្នាមិនបានមកដល់ពេលខ្ញុំបានមកអញ្ចឹងមានអារម្មណ៍ថាមោទនភាពនេះជាលើកទី2ហើយដែលពិធីច្រត់ព្រះនង្គ័លរៀបចំនៅក្នុងខេត្តសៀមរាបដែលនឹងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាប្រាសាទបុរាណដ៏ល្បីល្បាញកាលពីឆ្នាំ2012ព្រះមហាក្សត្រនរោត្តមសីហមុនីធ្លាប់ព្រះរាជទានឲ្យព្រះអង្គម្ចាស់2អង្គដែលជារាជវង្សានុវង្សបានធ្វើជាស្ដេចមារនិងមេហួរមកប្រារព្ធធ្វើពិធីច្រត់ព្រះនង្គ័លនៅទីលានជលដំរីម្ដងដែរខ្ញុំហងសាវយុទ្ធទូរទស្សន៍អាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបបាទលោកនាងកញ្ញាទើបតែបានទស្សនាទូរទស្សន៍អាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទជួនចាត់បតព្រមទាំងក្រុមការងារទាំងអស់នៃទូរទស្សន៍និងវិទ្យុអាស៊ីសេរីសូមជូនពរលោកនាងកញ្ញានិងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបទៅនឹងសេចក្តីសុខគ្រប់ប្រការខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាតែត្រឹមនេះរាត្រីសួស្តី